អត់ទេខ្ញុំចាំបានថាលើខ្លួនជីងអិនគ្មានស្នាមអាចរយទេកុំថាឡើយដល់ទីតាំងដែលគួរឲ្យចងចាំបែបនេះឯងបងគេហើយអ្វីបានជាបងធ្វើប្រហែសបែបនេះផ្លូវបងត្រូវមុតរបួសអស់ហើយបងគ្រាន់តែចង់ធ្វើអាហារពេលព្រឹកឲ្យអូនតែមិនប្រយ័ត្នក៏ឪដួលទៅធ្វើអាហារពេលព្រឹកឲ្យខ្ញុំតើខ្ញុំចៃដន្យរកឃើញតម្រុយមែនទេជំងឺដែលធ្វើឲ្យចាងគឺបាត់បង់អារម្មណ៍បានធូរស្រាលហើយបងគឺបងខ្ញុំយ៉ាងម៉េចទៅបងគឺបងកុំទាន់កំរើកខ្ញុំត្រូវពិនិត្យមើលកន្លែងរបួសរបស់បងមិនអាចទៅរួចទេអាច101នេះគឺដូចទៅនឹងអ្វីដែលគ្រូធ្លាប់បានរៀបរាប់មែនតើវាអាចទៅរួចទេដែលថាអាពួកគ្មានប្រយោជន៍ពួកឯងទាំងអស់សុទ្ធតែគ្មានប្រយោជន៍គ្រូពេទ្យច្រើនអ្នកម្លេះហើយនៅតែដោះស្រាយជាតិពោនេះមិនបានធ្វើឲ្យក្រុមតម្រួតជាតិស្កររបស់ខ្ញុំខាត់បងអស់រលីងសូមលោកម្ចាស់កុំខឹងអីប្រសិនបើលោកម្ចាស់ចង់សងសឹកអាពួកក្មេងនោះចុះយើងសហការគ្នាទៅល្អទេទាំងអស់នេះគឺមកពីឯងអាអ្នកដែលត្រូវគេបោះបង់ចោលពីត្រកូលស៊ូនេះមិនមានលទ្ធភាពអ្វីមកចរចាជាមួយខ្ញុំឡើយគ្មានអ្នកណាស្គាល់ពីត្រកូលស៊ូនិងស៊ូឈីងយូច្បាស់ជាងខ្ញុំឡើយបើឡុងយ៉ានចង់គ្រប់គ្រងត្រកូលស៊ូគឺត្រូវតែឆ្លងកាត់ខ្ញុំម្យ៉ាងវិញទៀតខ្ញុំក៏បានមកដល់ទីនេះដោយផ្ទាល់ហើយបងស្រីខើអ្នកស្គាល់ជាមួយស៊ូឈីងយូរាប់ឆ្នាំមកហើយតើក្រុមគ្រួសារត្រកូលស៊ូប្រតិកម្មយ៉ាងណាចំពោះអ្នកពួកគេប្រតិកម្មល្អជាមួយខ្ញុំណាស់លោកតាស៊ូក៏បានទទួលស្គាល់ខ្ញុំជាចៅស្រីធម៌ដែរចៅស្រីធម៌ឬមួយក៏លោកគ្រូគាត់ចងចាំខុសបងស្រីខើទើបជាគូដណ្ដឹងរបស់ខ្ញុំលោកស្រីចាងស្អែកនេះខ្ញុំនឹងរៀបចំពិធីជប់លៀងមួយដើម្បីថ្លែងអំណរគុណចំពោះគុណបំណាច់សង្គ្រោះជីវិតរបស់គ្រូពេទ្យវ័យក្មេងលីអ្នកជួយរៀបចំផងខ្ញុំចង់រៀបចំកាដូថ្លែងអំណរគុណយ៉ាងពិសេសជូននាងចាស់លោកលីវលីយ៉ាងតាអ្នកចង់ទៅទេទៅសិនទៅបានលុយចាយខ្ញុំចូលចិត្តលោកអៀននាងខ្ញុំសន្យាថានឹងរកទុនវិនិយោគថ្មីឲ្យបានឆាប់បំផុតខ្សែសង្វាក់ផ្គត់ផ្គង់នឹងមិនដាច់នោះទេអាឡូរួចរាល់ហើយលោកស្រីនាយកប្រតិបត្តិមិញនេះខ្ញុំទើបតែទទួលបានទូរស័ព្ទម្ចាស់ភាគហ៊ុនឈ្មោះចាងក៏ចង់ដកទុនដែរថាត្រឹមតែមួយថ្ងៃប៉ុណ្ណោះមានម្ចាស់ភាគហ៊ុនដល់ទៅ5-6នាក់ឯណោះដែលចង់ដកទុននៅតែបន្តបែបនេះទៀតចរន្តដើមទុនរបស់ក្រុមហ៊ុននឹងត្រូវកាត់ផ្តាច់ហើយសល់ពេលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះត្រូវដល់ពេលទូទាត់ប្រាក់ទំនិញហើយក្នុងអំឡុងពេលនេះមិនមានលំហូរទុនថ្មីបញ្ចូលមកទេនោះក្រុមហ៊ុនពួកយើងចិត្តខ្សែធនហើយខ្ញុំនឹងមិនឲ្យរឿងបែបនេះកើតឡើងជាដាច់ខាតឈីងយូកញ្ញាស៊ូមកញ៉ាំស្រាមួយកែវជាមួយលោកប្រុសលីវពួកយើងទៅសុំទោសផងខ្ញុំមិនសូវស្រួលខ្លួនទេស៊ូឈីងយូនាងធ្វើជាក្រអិតក្រទុំអីទៅអ្នកទាំងក្រុមសុទ្ធតែដឹងថាត្រកូលស៊ូចិត្តខ្សែធនហើយលោកប្រុសលីវពួកយើងឲ្យគិតយូរអញ្ជើញនាងញ៉ាំស្រានាងនៅមិនព្រមទៀតមែនទេស៊ូឈីងយូមែនទេចុះបើនាងខ្ញុំអាចពិចារណាលួងលោមប៉ារបស់ខ្ញុំឲ្យមកវិនិយោគលើក្រុមហ៊ុនយោយីរបស់ពួកនាងយកយ៉ាងម៉េចដែរនេះជាជំនួញដែលចំណេញខ្លាំងណាស់មិនអញ្ចឹងលោកប្រុសលីវសូមឲ្យអ្នកមានកិត្តិយសផងស្រីស្អាតអ្នកប្រហែលជាមិនសូវចូលចិត្តពួកអត់ប្រយោជន៍ទាំងនេះទេមែនទេចង់ទៅជាមួយខ្ញុំទេខ្ញុំប្រាប់ឲ្យដឹងណាតាំងពីតូចមកខ្ញុំធ្លាប់តែធ្វើការធ្ងន់គ្មានអ្វីក្រៅពីនេះទេគឺមានតែកម្លាំងបាយនេះឯងអាល្អិតឆាប់ដកខ្លួនចេញភ្លាមទៅទីនេះមិនមែនជាកន្លែងដែលឯងចង់ធ្វើអ្វីតាមចិត្តបាននោះទេយ៉ាងម៉េចដែរទៅជាមួយខ្ញុំមកខ្ញុំនឹងធ្វើឲ្យអ្នកបានយល់ពីអ្វីកំ pl ស្រីស្អាតបានតើហើយអ្វីបានជាអ្នកមកទីនេះបងស្រីគេនាំខ្ញុំមកគាត់កំពុងតែទៅចតឡានលីយ៉ាងចាងគឺតើអ្នកស្គាល់អាប្រុសម្នាក់នេះដែរឬទេលោកប្រុសលីវគេគឺបងស្រីគឺយ៉ាងម៉េចដែរពួកយើងចូលទៅខាងក្នុងសិនទៅបានលោកលីវខ្ញុំសូមលាទៅមុនហើយជួបគ្នាបន្តិចទៀតនេះវាជាមេគ្រូខាងសុំស្រីហើយមើលទៅ
Xong bấy tại Sray Art cóរបស់ក្រុមហ៊ុនអ្នកចាងគឺក៏ព្រមទៅជាមួយវាដែរតើវាធ្វើបែបណាបានទៅអាប្រុសស្មោកគ្រោកហ៊ានមកដណ្ដើមស្រីពីខ្ញុំពិតជាចង់ស្លាប់មែនលីយ៉ាងមិនក៏បងអាក្រក់ដាក់គេម្លេះពេលដែលអ្នកនិយាយពាក្យនោះមកកាន់ខ្ញុំស្ទើរតែទះកំភ្លៀងអ្នកទៅហើយឈិនយឺគេនិយាយថាត្រកូលស៊ូចិត្តខ្សែធនហើយតើវាមានរឿងអ្វីទៅអ្នកនាងទាំងពីរលោកប្រុសលីវបានបញ្ជាឲ្យខ្ញុំយកអំណោយមកជូនអ្នកនាងសូមបើកទ្វារទទួលយកទៅសូមទោសផងខ្ញុំទទួលយកតែទឹកចិត្តបានហើយសូមអ្នកយកអំណោយនេះត្រឡប់ទៅវិញចុះអ្នកនាងនេះគឺជាស្រា Roman Conti ពីរដបសូមជួយយកវាត្រឡប់ទៅវិញទៅអាពូអត់ចេះស្គាល់ក្បាលកន្ទុយសុទ្ធតែពូអត់ចេះស្គាល់ក្បាលកន្ទុយទាំងអស់ហ៊ានបដិសេធមុខមាត់ខ្ញុំដល់ថ្នាក់នេះលោកប្រុសលីវកុំខឹងនឹងមនុស្សប្រភេទនេះអីលោកគឺជាលោកប្រុសលីវដែលមានគិតយល់ណាតើចង់បានស្រីណាខ្លះដែលគ្មានមិនបានទេខ្ញុំមិនព្រមទេបើខ្ញុំមិនសម្លាប់អាម្នាក់នោះទេដណ្ដើមយកស្រីពីរនាក់នោះមកវិញទេខ្ញុំនឹងមិនមែនត្រកូលលីវទៀតឡើយនាំមនុស្សទៅបង្រៀនមេរៀនវាបន្តិចទៅខ្ញុំនឹងឲ្យវាដឹងថាការប្រមាថលោកប្រុសម្នាក់នេះត្រូវបង់ថ្លៃយ៉ាងណានេះជាមនុស្សរបស់ត្រកូលលីវមែនទេម្នាក់ដែលដឹកមុខគេនោះគឺអង្គរៈរបស់ត្រកូលលីវឈ្មោះខ្លាខ្មៅលោកគ្រូលើកនេះលោកចប់ហើយបងកេកេថ្ងៃនេះជាការរៀបចំជប់លៀងរបស់ប្រធានក្រុមហ៊ុនអ្នកហេតុអ្វីអ្នកនាំលីយ៉ាងមកទីនេះអូគឺប្រធានក្រុមហ៊ុនយើងជាអ្នកកំងផ្ទាល់នៅស្ងៀមក្នុងបន្ទប់នេះទៅខ្ញុំចេញទៅក្រៅបន្តិចសិនមួយគឺអញមែនទេអាមនុស្សឥតប្រយោជន៍អញមិនប្រញាប់ទៅព្យាបាលជំងឺទេមកមុខផ្ទះខ្ញុំធ្វើអីអញហ៊ានជារលោកប្រុសខ្ញុំផងហេថ្ងៃនេះជាថ្ងៃស្លាប់របស់អញហើយរាងកាយលោកប្រុសអញខ្សោយណាស់ហើយអារម្មណ៍ក៏ឆេវឆាវពេកដែរចិត្តដល់ពេលរោគកម្រើកហើយអាមនុស្សក្បាលខូចបងហេទុកជីវិតឲ្យវាដង្ហើមចុងក្រោយខ្ញុំនឹងឲ្យវាឃើញផ្ទាល់ភ្នែកពីរបៀបដែលខ្ញុំលេងជាមួយស្រីរបស់វាឲ្យវាមើលទៅថាខ្ញុំមានបញ្ហាសុខភាពត្រង់ណាពួកឯងនេះពិតជាគ្មានមារយាទមែនអាឥតប្រយោជន៍បន្តវាមកលោកប្រុសលោកហូឈៀមច្រមុះហើយខ្ញុំបានប្រាប់ហើយតើចៅវាយរបស់អ្នកមានសុខភាពខ្សោយខ្លាំងមិនគួរឲ្យខឹងសម្បាឡើយឯងមិនមែននិយាយលេងទេឯងជាគ្រូពេទ្យទេវតាមិនហ៊ានទទួលងារជាគ្រូពេទ្យទេវតាទេខ្ញុំគ្រាន់តែចេះដឹងផ្នែកវិទ្យាសាស្ត្រខ្លះប៉ុណ្ណោះឆាប់ទៅរីកាប្រាប់លោកប្រធានទៅរួចបញ្ជូនលោកប្រុសទៅមន្ទីរពេទ្យជាបន្ទាន់ឯងជួយសង្គ្រោះលោកប្រុសខ្ញុំឥឡូវនេះអាមនុស្សល្ងងតើអ្នកណាផ្ដល់ភាពក្លាហានឲ្យពួកឯងមកគំរាមខ្ញុំចៅវាយរបស់ពួកឯងមានចរិតបែបនេះទោះជាពួកឯងលុតជង្គង់អង្វរខ្ញុំក៏ដោយក៏ខ្ញុំមិនប្រកាសថាព្រមព្យាបាលដែរពួកឯងនៅទីនេះស្រែកឡូឡាទៀតឬចង់ឲ្យអ្នកណាក៏តាមចិត្តចុះតែសម្រាប់ខ្ញុំព្យាបាលមិនបានទេអាប្រុសស្អុយឯងចង់ញ៉ាំស្រាដាក់ទុនកម្មជំនួសស្រាឆ្ងាញ់មែនទេបើបែបនេះទៅហើយខ្ញុំនឹងវាបំបាក់ជើងឯងទាំងពីរចាំមើលថាឯងហ៊ានបដិសេធទៀតរត់រឿងព្យាបាលលោកប្រុសខ្ញុំលីយ៉ាងមានរឿងអ្វីកើតឡើងកញ្ញាចាងខ្លាខ្មៅអ្នកមកធ្វើអ្វីនៅទីនេះចាំសិនតើអ្នកមកចង់បង្ករឿងជាមួយលីយ៉ាងមែនទេកញ្ញាចាង
លោកចៅជួយធ្ងន់ណាស់ខ្ញុំត្រូវការឲ្យមិត្តរបស់អ្នកជួយព្យាបាលគាត់ជាបន្ទាន់ដូច្នេះសូមមេត្តាអភ័យទោសចំពោះកំហុសរបស់ខ្លាខ្មៅផងខ្លាខ្មៅជប់ដៃភ្លាមគាត់គឺជាអ្នកមានគុណដែលបានជួយសង្គ្រោះជីវិតលោកចៅហ៊ានណាស់ហ៊ានប្រើកម្លាំងបំពានលើអ្នកមានគុណរបស់ត្រកូលលីវរបស់យើងទៀតថយក្រោយទៅរឿងរ៉ាវទាំងអស់ខ្ញុំបានដឹងច្បាស់អស់ហើយគឺឈួនវីកម្លាំងកំពុងតាមដានខ្ញុំនៅទីនេះសូមអភ័យទោសចំពោះលោកគ្រូពេទ្យដ៏ពូកែផងលោកគ្រូពេទ្យលីសូមលោកមេត្តាស្ងប់អារម្មណ៍ចុះលើកនេះជាកំហុសរបស់ខ្ញុំពិតមែនខ្ញុំសូមអង្វរលោកសូមមេត្តាឃើញដល់ចិត្តស្មោះត្រង់របស់ខ្ញុំផងសូមលើកលែងទោសឲ្យខ្ញុំម្ដងទៅអូឯងមិនចង់សង្គ្រោះកូនប្រុសឯងទៀតហើយឬបើមិនឲ្យគេចាប់ខ្លួនខ្ញុំទៅតើអ្នកណានឹងទៅព្យាបាលកូនប្រុសឯងលោកគ្រូពេទ្យលីដ៏ពូកែសូមលោកមេត្តាជួយសង្គ្រោះផងចុះការសង្គ្រោះកូនប្រុសតកូលលីវគឺអាចទៅរួចតែខ្ញុំមានលក្ខខណ្ឌមួយបានឲ្យតែលោកព្រមជួយទោះជាលក្ខខណ្ឌអ្វីក៏ខ្ញុំព្រមទទួលទាំងអស់លោកលីវជំងឺកូនប្រុសរបស់លោកត្រូវបានព្យាបាលជាសះស្បើយហើយមិនដឹងថាការវិនិយោគមួយនេះនឹងចាប់ផ្ដើមនៅពេលណាដែរលោកគ្រូពេទ្យលីតើលោកប្រកាសមែនទេថាលោកកំពុងតែចាក់ម្ជុលសង្គ្រោះកូនប្រុសខ្ញុំបែបហ្នឹងលោកលីវលោកកំពុងតែសង្ស័យលើជំនាញរបស់ខ្ញុំមែនទេគឺខ្ញុំទេដែលគិតខ្លីពេកលោកគ្រូពេទ្យវ័យក្មេងលីរងចាំពេលកូនប្រុសខ្ញុំដឹងខ្លួនឡើងវិញខ្ញុំនឹងរៀបចំចុះកិច្ចសន្យាហការជាមួយក្រុមហ៊ុនយោវីភ្លាម2ថ្ងៃទៀតខ្ញុំនឹងនាំកូនមិនបានការរបស់ខ្ញុំយកថ្លៃព្យាបាលទៅសុំទោសលោកផ្ទាល់អរគុណច្រើនលោកលីវក្រុមហ៊ុនយោវីនឹងមិនធ្វើឲ្យលោកខកបំណងឡើយលីយ៉ាងអរគុណខ្លាំងណាស់ដែលជួយខ្ញុំឲ្យទទួលបានកិច្ចសហការនេះតែថាវិធីដែលលោកចាក់បញ្ចូលឲ្យលីវកៅហ្វូមិននេះហេតុអ្វីក៏ខ្ញុំមានអារម្មណ៍ថាវាហាក់ដូចជាមិនគួរឲ្យជឿសោះបែបនេះបងគិតពីអូនបែបនេះនឹងហ៎សុំទោសខ្ញុំពិតជាមិនសូវចេះខាងពេទ្យប៉ុន្មានទេតើពាក្យថាមិនសូវទុកចិត្តនឹងវាមានន័យថាម៉េចជឿជាក់លើខ្លួនឯងបន្តិចទៅគឺថាមិនទុកចិត្តនឹងឯងលីយ៉ាងបងនៅតែទៅជួបគេមែនទេបាទខ្ញុំមិនចង់ឲ្យពុកម្ដាយកញ្ញាមកស្ដីបន្ទោសខ្ញុំទៀតទេមិនក៏យ៉ាងម៉េចដែរកញ្ញាស៊ូបារម្ភពីខ្ញុំមែនទេខ្ញុំគិតរួចរាល់ហើយខ្ញុំចំណាយលុយច្រើនណាស់ដើម្បីជួលបងធ្វើជាអង្គរៈបងនៅមិនទាន់បំពេញកាតព្វកិច្ចរបស់បងអស់នៅឡើយទេស្អែកចាំមកទទួលខ្ញុំទៅធ្វើការផងខ្ញុំពិតជាមិនដឹងអ្វីទាំងអស់ប្រសិនបើលោកម្ចាស់ឡុងលើកនេះខ្ញុំទើបតែទទួលបានព័ត៌មានសំខាន់មួយហើយវាមានប្រយោជន៍ខ្លាំងណាស់សម្រាប់លោកសូមមេត្តាលើកលែងទោសឲ្យខ្ញុំផងខ្ញុំចង់ដឹងណាស់ថាឯងនៅមានល្បិចអ្វីទៀតនោះគឺលោកប្រុសសុងចៅយ៉ាងគាត់ចង់ជួឃាតករមកសម្រាប់លីយ៉ាងបើពួកយើងអាចចាប់ដៃគូជាមួយគេបានវាជាដំណឹងដែលគួរឲ្យចាប់អារម្មណ៍ណាស់លីយ៉ាងមកក្នុងបន្ទប់ខ្ញុំមកនេះបងកេបើបងចង់ជិះលេងយើងអង្គុយជិះគ្នានៅបន្ទប់ទទួលភ្ញៀវក៏បានដែរមិនចាំបាច់ទៅដល់បន្ទប់បងទេមែនហើយចុះឈុតដែលខ្ញុំស្លៀកនេះវិញខ្ញុំស្អាតទេមិនមែនបែបនោះទេបងស្អាតខ្លាំងណាស់មិនថាបងស្លៀកអ្វីក៏ដោយបងនៅតែជាផ្កាយដែលភ្លឺជាងគេក្នុងចំណោមមនុស្សទាំងអស់ថ្ងៃនេះខ្ញុំមិនចេញទៅណាទេខ្ញុំចេញទៅខាងក្រៅសិនហើយលីយ៉ាងខ្ញុំនឹងប្រកួតប្រជែងដោយយុទ្ធធម៌ជាមួយឈីងយូកញ្ញាធំតើអ្នកភ្ញាក់ឬនៅ
ខ្ញុំមកទទួលអ្នកទៅធ្វើការហើយកុំប្រាប់ថាកំពុងងូតទឹកទៀតណាឈីងយូបើចង់ជួយមនុស្សមកជួបគ្នានៅជីក្រុងខាងលិចលោកសុងឮថាអ្នកតាមស្រឡាញ់ស៊ូឈីងយូយូរមកហើយលើកនេះយើងចាប់នាងមកលោកសុងមិនអានទេនាងស្រីមាត់ដាច់នោះពិតជាមិនចេះដឹងខុសត្រូវសោះនាងតែងតែរករឿងប្រឆាំងនឹងខ្ញុំដើម្បីការពារអម្នាក់ត្រកូលលីនោះចាំដល់អាអ្នកស្រីនឹងស្លាប់ទៅឯងគ្រាន់តែប្រកូលស៊ូឈីងយូមកឲ្យខ្ញុំកំសាន្តទៅបានហើយយោពងដោយសារកម្លាំងគ្រួសារយើងទាំងពីរថ្ងៃនេះខ្ញុំប្រកាសជាមិនឲ្យអាលីយ៉ាងនឹងបានត្រឡប់ទៅវិញទេអូអ្នកទាំងពីរមកនៅជាមួយគ្នាសោះមិនបាច់ឲ្យខ្ញុំពិបាកដើររកម្នាក់ម្ដងទេអាពូកែអួតចិត្តស្លាប់ហើយនៅហ៊ានក្រអឹតក្រទុំទៀតពួកឯងចូលទៅអាម្នាក់នេះវាមានតែម្នាក់ឯងសោះតែវាឈ្នះកូនចៅពូកែរបស់យើងបានយ៉ាងម៉េចត្រូវហើយសុនចៅលីយ៉ាងខ្ញុំណែនាំឲ្យឯងឈប់ទៅឯងតាក់ទងស្រីពីរនាក់នេះមិនឈប់ឈរអីចឹងថ្ងៃនេះចាំមើលថាឯងនឹងជួយអ្នកណាមុនអ្នកទាំងពីរខ្ញុំនឹងជួយទាំងអស់លីយ៉ាងបងមកដល់ហើយសៀវយូបងគេអ្នកទាំងពីររងចាំខ្ញុំបន្តិចសិនណាពួកយើងនឹងត្រឡប់ទៅផ្ទះវិញឥឡូវនេះហើយប្អូនប្រុសយើងអាចនិយាយគ្នាល្អបានទាំងអស់នេះគឺមកពីសុងសាវយ៉ាងបង្ខំខ្ញុំទេហើយក៏មានស្រីពូនេះទៀតនាងប្រើផែនការរបស់ខ្ញុំវាមិនមែនជាកំហុសខ្ញុំទេសូមមេត្តាលើកលែងឲ្យខ្ញុំម្ដងទៅអូអីចឹងទេបើអីចឹងគឺខ្ញុំយកច្រឡំលើឯងហើយបើអីចឹងទៅចុះខ្ញុំនឹងឲ្យឯងទៅវិញញ៉ាំបាយបានហើយលោកគ្រូអ្នកគ្រូការដែលខ្ញុំចុះពីភ្នំមកលើកមិនត្រឹមតែរកគូដណ្ដឹងមិនឃើញទេថែមទាំងត្រូវមកជាប់តាក់ទងនឹងស្រីពីរនាក់ទៀតខ្ញុំគិតថាខ្ញុំមិនដែលនិយាយម្ដងណាទេថាអាចមានតែស៊ូសៀវយូតែម្នាក់នោះលីយ៉ាងទ្រពនេះឆ្ងាញ់ណាស់លីយ៉ាងស្ពៃចង្កឹះនេះក៏ស្រួយឆ្ងាញ់ដែរញ៉ាំរបស់ខ្ញុំនេះញ៉ាំរបស់ខ្ញុំវិញមានរឿងខ្លះដែលថ្ងៃនេះត្រូវតែសួរឲ្យច្បាស់បងគឺតើខ្ញុំអាចសួរអ្នកពីរបីសំណួរបានទេចង់សួរអ្វីដែរបងគឺតើបងដឹងទេថាបងមានកិច្ចសន្យាអាពាហ៍ពិពាហ៍មួយកិច្ចសន្យាអាពាហ៍ពិពាហ៍បើខ្ញុំពិតជាមានកិច្ចសន្យាអាពាហ៍ពិពាហ៍របស់ខ្ញុំប្រហែលជាអន្ទះសារចាប់ខ្ញុំរៀបការបាត់ទៅហើយចុះលោកតាស៊ូវិញមិនមែនអ្នកនិយាយថាអ្នកក៏ជាចៅស្រីរបស់គាត់ដែរឬខ្ញុំគ្រាន់តែជាចៅស្រីចិញ្ចឹមរបស់លោកតាស៊ូប៉ុណ្ណោះប៉ុន្តែតើអ្នកធ្លាប់គិតទេថាការពិតទៅអ្នកគឺជានរណាសម្រាប់លោកតាស៊ូមិនអាចទៅរួចទេខ្ញុំនឹងគ្រូសាបានធ្វើតេស្ត DNA រួចអស់ហើយលទ្ធផលតេស្តនៅតែមានក្នុងថតទូរបស់ខ្ញុំដដែលបងគេអូគូដណ្ដឹងរបស់ខ្ញុំមិនមែនបងគេទេហុយទុកឲ្យវាទៅតាមដំណើរចុះបើរកឃើញខ្ញុំនឹងប្តឹងនាងខ្ញុំមិនអាចបំពេញតាមកិច្ចសន្យាអាពាហ៍ពិពាហ៍នេះបានទេដល់សំណងខ្លះដល់នាងទៅលីយ៉ាងមកញ៉ាំអាហារពេលព្រឹក
អាហ្វ្រេឆាយលីយ៉ាងអញជាអង្គរៈរបស់ខ្ញុំគិតថាពួកយើងចាំបាច់ត្រូវតែបន្ថែមលើកិច្ចសន្យាដែលមានស្រាប់ត្រូវមានច្បាប់ថ្មីចំនួន10ចំណុចទៀតចំណុចទី1ហាមស្លៀកពាក់ខោអាវតិចពេកនៅក្នុងផ្ទះរបស់ខ្ញុំចំណុចទី2ហាមឡើងទៅជាន់ទី3អញភ្លេចរឿងគៀបកលើកមុនហើយមែនទេរឿងដែល